For many garment workers, understanding how to use the National Social Security Fund, or NSSF, doesn't come from official channels, but from union leaders inside their own factories. Rexmay is a factory worker and a deputy director of the Coalition of Cambodian Apparel Workers Democratic Union in one factory in Kampong Spur. Beyond her production work, she teaches fellow workers about their NSSF rights. រាល់សកម្មភាពដែលខ្ញុំធ្វើគឺមានការចុះបរិញ្ញាកម្មករអញ្ចឹងពាក់ព័ន្ធនឹងបសសមិនថាអត្ថប្រយោជន៍របស់បសសមិនថាឯកសារនៅក្នុងការរត់ការដើម្បីទទួលបានអត្ថប្រយោជន៍ពីបសសឲ្យគាត់ដឹងពីអត្ថប្រយោជន៍របស់បសសហ្នឹងមានប៉ុន្មានប្រភេទគ្រោះថ្នាក់អ្វីខ្លះដែលបសសរាប់បញ្ចូលជាគ្រោះថ្នាក់ការងារយើងរាប់បញ្ចូលជាគ្រោះថ្នាក់ការងារឧទាហរណ៍ការងារមួយហ្នឹងគឺភាគច្រើនឃើញតែមនុស្សប្រុសឯងដែលគាត់ចូលឈ្មោះជាថ្នាក់ដឹកនាំពេលដែលយើងបានខ្លាយជាថ្នាក់ដឹកនាំស្ត្រីបញ្ហារបស់ស្ត្រីយើងគឺត្រូវបានលើកឡើងយកទៅនិយាយបានច្រើនហើយត្រូវបានដោះស្រាយបានច្រើនពេលដែលយើងមានថ្នាក់ដឹកនាំជាស្ត្រីទៅធ្វើការងារជាថ្នាក់ដឹកនាំសហជីពហ្នឹងគឺវាប្រឈមមុខខ្លាំងនឹងបញ្ហាដែលអត់ល្អមកដល់ខ្លួនយើងដោយពីមុនមកអីអញ្ចឹងខ្ញុំមានទាំងការគំរាមកំហែងដល់ថ្នាក់រំលោភសម្លាប់វាយអីក៏មានដែរអានឹងបញ្ហាដែលខ្ញុំជួបខ្លួនឯងផ្ទាល់នៅពេលដែលខ្ញុំខ្លាយខ្លួនជាថ្នាក់ដឹកនាំសហជីពហ្នឹង Despite the challenges, she continues advocating for workers' access to social protection. កម្មករខ្លះគាត់ត្រូវបានរងគ្រោះថ្នាក់ការងារមានខាងសហជីពកទូរបស់យើងមានខាងសហព័ន្ធគឺគាត់ជួយនៅក្នុងការអន្តរាគមន៍រឿងហ្នឹងទាំងស្វែងរកឯកសារហើយទាំងរាយការណ៍ទៅបសសដើម្បីឲ្យបសសចុះត្រួតពិនិត្យស៊ើបអង្កេតលើរឿងរបស់គាត់ហ្នឹងពេលហ្នឹងគាត់ទទួលបានអត្ថប្រយោជន៍រហូត10លានហើយក៏មានទាំងការទទួលមើលថែកូនរបស់គាត់ដែលមានអាយុក្រោម21ឆ្នាំទៀត ភាគច្រើនកម្មករនិយោជិតគាត់អត់ដឹងអំពីអត្ថប្រយោជន៍នៃបសសឬក៏គាត់មានបញ្ហាអីផ្សេងមូលហេតុហ្នឹងហើយបានតែងតែមានខាងសហព័ន្ធសហជីពផងពួកខ្ញុំដូចជាការទូតែងតែមានវគ្គបណ្ដុះបណ្ដាលទៅដល់សមាជិកសមាជិកាឲ្យគាត់បានយល់បានដឹងអំពីអត្ថប្រយោជន៍នៃបសសដែរពេលដែលគាត់ជួបបញ្ហាដូចថែទាំសុខភាពដូចវាសុខភាពផងគាត់ហើយទាំងគ្រោះថ្នាក់ការងារអីក៏ដោយ Union discussions about NSSF often take place during lunch breaks, when workers have limited time but many questions. បងខ្ញុំហ្នឹងគាត់បើចេញធ្វើការទៅក៏បានគ្រោះថ្នាក់ការងារអញ្ចឹងខ្ញុំក៏បានស្គាល់ជាមួយនឹងខាងសហជីពការទូនហ្នឹងក៏ខ្ញុំបានមកពឹងពាក់គាត់ឲ្យជួយគាត់អញ្ចឹងទៅគាត់ជួយអន្តរាគមន៍ជូនទៅកន្លែងបសផងជូនទៅពេញអីអញ្ចឹងណាហើយក៏ដាក់ទៅបានសម្រេចអញ្ចឹងទៅខ្ញុំរំពឹងថាទៅឆ្នាំក្រោយគឺការអភិវឌ្ឍទៅលើមិនថាផ្នែកខាងថែទាំសុខភាពហ្នឹងខាងបសសគឺយើងមាន4ចំណុចតែយើងអនុវត្តបាន3ហើយគឺផ្នែកថែទាំសុខភាពផ្នែកហានិភ័យការងារហើយនិងផ្នែកប្រាក់សោធនប៉ុន្តែផ្នែកនិកម្មភាពការងារគឺយើងអត់ត្រូវបានអនុវត្តឡើយទេខាងផ្នែកបសសអញ្ចឹងគោពីខ្ញុំវិញខ្ញុំចង់ឃើញថាផ្នែកនិកម្មភាពការងារហ្នឹងត្រូវបានអនុវត្តដាក់ឲ្យបងប្អូនទាំងអស់គ្នាត្រូវទទួលបានអាហ្នឹង